នេះគឺជាការបកស្រាយសង្ខេបស្ដីអំពីតម្លៃរបស់មនុស្សភាគទី1មនុស្សច្រើនតែអួតថាខ្លួនឯងជាសត្វមួយប្រសើរជាងសត្វដទៃឥឡូវយើងគិតពីរឿងគុណប្រយោជន៍របស់មនុស្សអូនពិចារណាមើលចុះឥឡូវយើងរាប់ពីរាងកាយទៅមុនកុំថាងាប់មួយថ្ងៃពីរថ្ងៃងាប់ភ្លាមណាមនុស្សកំពុងតែអោបគ្នាហ្នឹងគ្រាន់តែងាប់ភ្លាមណាតម្លាក់ចោលភ្លាមមកទៅជាខ្មោចឡើងមានអ្នកណាហ៊ានប៉ះសាច់ស៊ីមិនបានទេទុកតែ6-7ម៉ោងឬក៏មួយថ្ងៃចាប់ដើមហើមព្រុកបើដើមឈើណាបាក់បែកទៅណាគេកាប់យកមកធ្វើកៅអីយកមកធ្វើអុសដុតយកមកធ្វើនេះធ្វើនោះបានប្រើជាប្រយោជន៍ចំណែករាងកាយរបស់មនុស្សនេះតែទេសុំសឹងយកទៅដាក់កន្លែងណាចង្រៃកន្លែងហ្នឹងយកទៅកប់កន្លែងណាគ្មានណាគេហ៊ានទៅធ្វើផ្ទះនៅទេគេខ្លាចឃើញទេរាងកាយវាអន់ចង្រៃដល់អញ្ចឹងណាបើថាដីមួយហ្នឹងផងលក់បានថ្លៃឲ្យតែដឹងថាកប់ខ្មោចដីនឹងចុះថោកឃើញទេរាងកាយរបស់មនុស្សនឹងមហាសែនអន់ហើយបើនិយាយពីរឿងការពីវានៅរស់អូនឯងពិចារណាមើលចុះគេថាមនុស្សឆ្លាតជាងគេឆ្លាតរឿងអីឆ្លាតរឿងតណ្ហារបស់វាហ្នឹងវាអត់មានទៅបណ្ដាណាគេទេគោកបីជ្រូកមាន់ទាគោណាទៅមកទៀសបានកបីទៅមកទៀសបានសេះទៅមកទៀសបានជ្រូកមាន់ទាបានផ្ដល់សាច់ឲ្យគេស៊ីសិតតែមានប្រយោជន៍ទាំងអស់មនុស្សលោកអត់ទាំងអត់មានទេទោះបីជាទៅធ្វើការឲ្យគេអីតិចតួចទៅយកលក្ខខណ្ឌដើម្បីស៊ីវិញវានៅតែរឿងតណ្ហាគ្មានយកទៅបណ្ដាណាបានទេមនុស្សណាមានតែខំកញីគេពិភពលោកនេះឲ្យតែមនុស្សទៅដល់កន្លែងណាចង្រៃកន្លែងហ្នឹងធម្មជាតិហ្នឹងគេកំពុងរស់នៅស្រួលធម្មជាតិហ្នឹងរាប់តាំងពីដើមឈើរាប់តាំងពីព្រៃព្រឹក្សាទឹកអីចឹងហើយរាប់តាំងពីជីវិតសត្វដែលនៅក្នុងហ្នឹងរស់នៅមិនងាយខ្ទេចធម្មជាតិទេសត្វនៅក្នុងហ្នឹងឲ្យតែមនុស្សទៅដល់ចង្រៃបណ្ដោះលើកទុកលើកដាក់ពីខាងលិចទៅខាងកើតពីខាងកើតទៅខាងលិចក៏វត្តស្បោងក៏ស៊ូជុកអាចដាក់នេះនោះខូចបរិស្ថានគេអស់លេងអញញ៉ៃហើយក្នុងពេលដែលវារស់ហ្នឹងអត់បណ្ដាប្រយោជន៍ពីណាទេគោកបីបណ្ដាប្រយោជន៍យើងណាដល់ពេលយើងអត់មានបណ្ដាប្រយោជន៍ពីណាទេគឺបណ្ដាតណ្ហាខ្លួនឯងហ្នឹងហ្មងគឺតែជឿនយកមកស៊ីជឿនយកមកកាយយកមកអីពេលដែលងាប់ទៅតែទៀតចង្រៃកន្លែងទៀតដូចបងនិយាយមិនចឹងងាប់ក៏កន្លែងណាចង្រៃកន្លែងហ្នឹងអូនឯងគិតមកមើលពេលរស់ចង្រៃដល់អ្នកដទៃពេលងាប់ទៅចង្រៃទៀតអូនឯងរកប្រយោជន៍មើលរកអីមិនឃើញទេណាអន់ជាងសត្វដែលឆានទៀតណាត្រង់ចំណុចហ្នឹងដែលប្រពុតព្រះបរមគ្រូនៃយើងព្រះអង្គថាពិចារណាដោយចិត្តស្ងប់ពិចារណាមួយមើលតើតម្លៃមនុស្សនៅត្រង់ណានៅត្រង់គុណធម៌ហ្នឹងតើបើគ្មានចិត្តមេត្តាអាណិតអាសូរដល់អ្នកដទៃចេះជួយអ្នកដទៃចេះស្រឡាញ់អ្នកដទៃទេមនុស្សគ្មានតម្លៃអីទាំងអស់គ្មានតម្លៃអីទាំងអស់ចង្រៃតាំងពីពេលនៅរស់ចង្រៃដល់សត្វដទៃទៀតវាអត់បំផ្លាញពីណាទេបំផ្លាញតែខ្លួនវានឹងផែនដីនឹងអាលាយនឹងប្រមាណដងដោយសារតែមនុស្សលោកហ្នឹងឥឡូវអូនព្រមមើលតម្លៃរបស់មនុស្សមើលនៅត្រង់ណាកាលពីវារស់នៅវាអត់តម្រាអ្នកណាទេវាតម្រាតែតណ្ហាខ្លួនវាងាប់ទៅចង្រៃគេចង្រៃឯងកាលនៅរស់ចង្រៃគេចង្រៃឯងអូនមើលសាច់ខ្លួនឯងមិនតែរស់បានប៉ុណ្ណឹងអូនច្រាស់ជ្រាំសាច់គេអស់ប្រមាណទៅក៏កោកកាយសាច់គេកាត់ចាក់មកហ្នឹងនៅកលឹងកលួនថាខ្លាសាហាវស៊ីទាំងខ្លាហ្នឹងទៀតកពើសាហាវស៊ីឯងកពើហ្នឹងទៀតស៊ីសាច់ឯងហើយស្បែកឯងយកទៅធ្វើនេះធ្វើនោះទៀតមនុស្សសាហាវជាងសត្វអស់ហ្នឹងទៀតណាហើយដល់ពេលងាប់អត់ឲ្យគេស៊ីវិញទេយកទៅដុតយកទៅអីណាណោះឃើញទេចង្រៃណាអូនណាចង្រៃណាអូនប្រចាំណាយូរបានអូនដឹងថាតម្លៃមនុស្សនៅត្រង់ណាបានអូនរកឃើញគុណធម៌របស់មនុស្សបើអូនរស់នៅដើម្បីតែខ្លួនឯងហើយធ្វើបាបអ្នកដទៃតើតម្លៃមនុស្សនៅត្រង់ណាពេលរស់ក៏គ្មានតម្លៃចង្រៃដល់គេពេលដែលស្លាប់ទៅចង្រៃទៀតសួរថាអូនរកតម្លៃនៅណាឃើញពិចារណាយូរការបណ្ដុះគុណធម៌ណាការអាណិតអាសូរស្រឡាញ់ដល់អ្នកដទៃហ្នឹងការចេះជួយអ្នកដទៃហ្នឹងនឹងហើយគឺជាតម្លៃពិតប្រាកដរបស់មនុស្សនៅតែត្រង់ហ្នឹងបើរកមិនឃើញតាមហ្នឹងទេមនុស្សចង្រៃណាអូនពិចារណាមើលត្រង់ចំណុចហ្នឹងដែលយើងសួរខ្លួនយើងថាតើយើងប្រើជីវិតដើម្បីអ្វីយើងមានជីវិតមកហើយយើងប្រើជីវិតដើម្បីអ្វីមនុស្សច្រើនណាស់គាត់ចេះតែខ្លាចងាប់ហើយគាត់ទុកជីវិតបងប្អូនត្រូវគិតអញ្ចេះខ្ញុំធ្លាប់និយាយហើយថាឧបមាថាបើងាប់យើងថាឈឺណាស់ងាប់ហ្នឹងប៉ុន្តែក្នុងមួយជីវិតរបស់យើងងាប់តែម្ដងដូចគ្នា8 9 10ងាប់ក៏ឈឺណាស់តែម្ដងទៅដល់70ងាប់ក៏ឈឺណាស់តែម្ដងខ្ញុំណាស់អាណិតមែនតើប្រជាប្រដ្ឋអាណិតត្រង់ថាគាត់ខំប្រឹងរត់ពីមច្ចរាជនឹងរត់មែនតើណារត់តាំងពីក្មេងខំប្រឹងមើលថែទាំខ្លួនផងខំប្រឹងហាត់ប្រាណផងខំប្រឹងហូបចំណីណាកុំឲ្យប៉ះជាតិគីមីផងដើម្បីទុកជីវិតរត់អូយរត់ហើយអាមច្ចរាជនឹងតបាក់ខឹបតាមក្រោយរហូតរត់អ្នកខ្លះរត់បានដល់70 80ក្រើបដដែលមច្ចរាជមកទាន់ខំក្រឹបដដែលអត់រត់រួចសោះតែហ្មងរត់ទៅដល់7ក៏ងាប់រត់ទៅដល់6ក៏ងាប់អា5 6 10ក៏ងាប់អ្នកខ្លះគេនិយាយថាឃើញទេឃើញងាប់ទាំងក្មេងឃើញទេគាត់ចង់និយាយថាវាសយងាប់ទាំងក្មេងតែហ្មងអត់សំណាងអីសោះបើងាប់ដល់ចាស់សំណាងសួរអាងាប់ក្មេងនោះស្រួលជាងផងងាប់តាំងប្រុសដល់ពេលអាចាស់ទៅនៅអែនអូនលើក្រែនឹងដើរទៅណាមិនរួចប្រែតែខ្លួនមិនរួចជាងកាត់10ឆ្នាំឯណោះនៅលើក្រែនោះមុននឹងងាប់វេទនាចិត្តងាប់ហើយមិនគាត់ថាដល់ពេលចាស់ទៅស្រួលអត់មានរឿងស្រួលទេពិចារណាមែនតើមើលអញ្ចឹងសួរថាមុន
ស់យូរប៉ុន្តែសួរថារស់យូរដើម្បីអ្វីបើរស់យូរដើម្បីសន្សំអំពើអាក្រក់ជាការបំផ្លាញប្រយោជន៍ក្នុងពេលបច្ចុប្បន្នផងបំផ្លាញប្រយោជន៍ទៅក្នុងបរិយាលោកផងសួររស់ធ្វើអីមនុស្សរស់ដើម្បីរកប្រយោជន៍ក្នុងបច្ចុប្បន្នផងប្រយោជន៍ក្នុងបរិយាលោកផងពីព្រោះយើងទៅមុខទៀតតាមការត្រាស់ដឹងរបស់ពុទ្ធហើយយើងសិក្សាទៅវាទៅមុខទៀតយើងទៅមុខទៀតអញ្ចឹងយើងត្រូវប្រើជីវិតឲ្យបានជាប្រយោជន៍ក្នុងបច្ចុប្បន្នផងទៅក្នុងបរិយាលោកផងអានឹងជីវិតត្រូវប្រើក្នុងថ្ងៃហ្នឹងអញ្ចឹងបើជីវិតវាសឹករិចរើវាគ្រោះថ្នាក់ឬក៏វាស្លាប់ក្នុងដំណើររកប្រយោជន៍ក្នុងបច្ចុប្បន្នរកប្រយោជន៍ក្នុងពេលអនាគតគឺប្រយោជន៍ក្នុងពេលទៅខាងមុខឲ្យវាងាប់ទៅឲ្យវាសឹករិចរើទៅព្រោះជីវិតគេប្រើមកដើម្បីរកប្រយោជន៍ក្នុងពេលបច្ចុប្បន្ននិងប្រយោជន៍ក្នុងពេលទៅមុខហើយបើវាធ្វើដំណើរក្នុងផ្លូវហ្នឹងទៅវាសឹករិចរើឲ្យវារិចរើទៅឧបមាថាយើងទិញឡានមួយយកមកចងព្យួរគេសួរថាឯងថាបានយកឡានមកចងព្យួរអញខ្លាចសឹកហើយសួរយកមកធ្វើអីមនុស្សឈួតសឹកនេះទិញឡានយកមកព្យួរដូចគ្នាមួយជីវិតហើយមិនហ៊ានធ្វើសេចក្តីល្អហើយថាមិនហ៊ានធ្វើសេចក្តីល្អអញខ្លាចងាប់យើងខ្លាចសឹករិចរើជីវិតយើងក្នុងដំណើរធ្វើល្អយើងពិចារណាមើលជីវិតប្រើក្នុងដំណើរធ្វើប្រយោជន៍ក្នុងបច្ចុប្បន្ននិងប្រយោជន៍ទៅក្នុងបរិយាលោកពីព្រោះមនុស្សរកប្រយោជន៍ក៏ប៉ុន្តែមនុស្សវាច្រឡំប្រយោជន៍ជួនកាលត្រូវប្រយោជន៍បច្ចុប្បន្នខុសប្រយោជន៍បរិយាលោកហេតុអ្វីបានជាវាខុសពីព្រោះវាអវិជ្ជាវាខាងងាត់ទៅសូន្យហើយវាយល់អញ្ចឹងដល់ពេលអញ្ចឹងវាគិតថាវាមកសុបាយក្នុងពេលបច្ចុប្បន្នហើយប្រពុតលោកប្រាប់ថាដែលហៅថាសុខនោះគឺស្ងប់សូម្បីតែគ្មានទ្រព្យសម្បត្តិសូម្បីតែកើតមករូបអាក្រក់ក៏នៅតែស្ងប់គឺសេចក្តីសុខហើយដល់ពេលយើងអត់អញ្ចឹងផងយើងថាគាត់តែមានឡានមានម៉ូតូមានអីជីឲ្យសម្បូរសុបាយបានសេចក្តីសុខប្រពុតលោកថាស្ងប់ហើយជួថាអ្នកស្ងប់ក្នុងដំណើរត្រូវធ្វើម៉េចមិនស្ងប់ហើយរត់គេចអត់មានរកស៊ីអីអញ្ចឹងទេស្ងប់ហ្នឹងមានន័យថាទោះបីជាយើងប្រឹងទៅរកស៊ីមានឡានមានអីជីក៏ស្ងប់ដែរវាអត់មានចាប់ពាក់វាក់បិណ្ឌនឹងឡានហ្នឹងណាយើងជិះយើងអីរកស៊ីធម្មតាអាហ្នឹងបានក្នុងដំណើរត្រូវតែខ្ញុំនិយាយថាតារៀនមិនស្រួលវាទៅជា slow ស្លាប់ណាប្រពន្ធលោកថាស្ងប់អញ្ចឹងបាច់រកស៊ីអីទេណាស្ងៀមបណ្ដោយទៅក្នុងពេលបច្ចុប្បន្នយើងមិនទាន់អស់កន្លែងទេម្នាក់នៅកន្លែងពេញកលៀនដូច្នេះយើងត្រូវរស់នៅឲ្យបានសេចក្តីសុខក្នុងពេលបច្ចុប្បន្នឲ្យត្រូវផងហើយតម្រង់ផ្លូវក្នុងប្រាក់លោកឲ្យត្រូវផងឧទាហរណ៍ប្រពន្ធលោកប្រាប់ថាជីវិតគឺជាទុកប៉ុន្តែអត់សំខាន់ណាស់តាថាគាត់ថាណាទៅវិញបាត់កតុបអង្គុយពិចារណាខ្លួនឯងថាជីវិតជាទុកមែនអត់អង្គុយអត់លុយអញទទួលស្គាល់ថាជាទុកកើតមកសុខភាពមិនល្អងាកឈឺអញទទួលស្គាល់ថាទុកកើតមកវាកបត់ដៃកបត់ជើងរូបមិនស្អាតលហេមលហាមអញចាត់ទុកថាទុកប៉ុន្តែបើមានស៊ីរូបសង្ខារដើរទៅណាលយឆាយអញថាមិនមែនទុកទេតែសួរប្រពន្ធម្ដងទៀតបើជីវិតខ្ញុំលយឆាយជីវិតខ្ញុំមានហឺហាសុខភាពខ្ញុំមាំមួនហើយមានលុយមានអីចាយតើទុកអត់ប្រពន្ធទុកថាទុកទៀតប៉ុន្តែអត់សំខាន់ថាគាត់ថាទុកទេណាអ្នកតែបាត់ក៏ទុកពិចារណាមិនថាទៀតបើសិនណាជាអ្នកពិចារណាមិនឃើញប្រពន្ធលោកឲ្យតម្រុយខ្លះប្រពន្ធលោកថាតើតែអ្នកឃើញជីវិតថាអាមានស៊ីហ្នឹងអ្នកណាធុញស៊ីហ្មងໄວអញធុញស៊ីនឹងស៊ីបានការអីកើតមកស៊ីនោះស៊ីហើយចុះបើស៊ីហើយស៊ីទៅចោះមិនក៏ចាំបាច់មានរសជាតិអីក៏ច្រើនមុខម្ល៉េះណាបើស៊ីអារបស់ណាសួររកដូចស៊ីដីហ្មងមិនស្រួលហ្មងណាមិនក៏ចាំបាច់ស៊ីនេះស៊ីនោះលាងទឹកសម្អាតឲ្យធុញណាហើយថាស៊ីទៅចោះស៊ីតែម្ដងឲ្យឆ្អែតទៅមានអាឯងជុះទៀតហើយពិបាកបញ្ចូលនឹងងាប់ហើយបើចូលបើចេញថាស៊ីជុះតែវាមិនខ្ជិលប៉ុណ្ណឹងហើយកុំឲ្យតែវាឈឺទៀតត្រូវជួសជើវាទៀតយ៉ាប់មែនតើណាបងត្រូវដេកត្រូវពួនត្រូវដោះសម្អាតអូយជីវិតអញញ៉ៃមែនតើធន់ណាថាឥឡូវប៉ុណ្ណឹងចាស់បន្តិចប្រត់ព្រះអានេះបន្តិចបែកបាក់នោះដល់ពេលគិតជីវិតជាទុកមែនហ្មងតាំងមានតាំងក្រទុកមែនចូលដល់កន្លែងហ្នឹងត្រង់ចំណុចនេះគួរឲ្យកំណត់ក្មួយថាក្មួយយកទៅពិចារណាក្មួយទៅពិចារណាឲ្យឃើញថាអាយុវែងនិងអាយុខ្លីហ្នឹងដូចតែគ្នាក្មួយទៅពិចារណាឃើញដូចតែគ្នាអត់មានខុសគ្នាអីបន្តិចពិចារណាយូរក្មួយឃើញថាអាយុខ្លីស្រួលជាងអាយុវែងទៅទៀតវាឆាប់ចប់ដល់ក្មួយមានកំណត់អញ្ចឹងបានក្មួយចាប់ដើមធ្វើការបានហើយមនុស្សដែលខ្លាំងក្មួយឈ្នះទាំងបងហ្នឹងហ្មងដូចកាលីលេគាត់ថាផែនដីមាននាងមូលគេទាំងបងទាំងល្បីល្បាញគេថាផែនដីមាននាងកប៉ែនកាលីលេគាត់កាន់ជាប់យូរមូលមែនព្រោះសច្ចៈក្មួយណាពាក្យសច្ចៈអ្នកខ្លាំងគឺប្រកបជាមួយនឹងការយល់ត្រូវនឹងត្មងអាយុវែងអាយុខ្លីក្មួយពិចារណាឃើញថាអូដូចតែគ្នានេះគឺជាការបកស្រាយសង្ខេបដែលយុវជនគួរយល់ដឹងស្ដីអំពីយុវជននិងសេចក្តីស្រឡាញ់ដើម្បីពាក់ប្តីឲ្យនៅផ្ទះណាស្រីល្អស្រីគ្រប់លក្ខពិតប្រាកដមិនមែនជិះម៉ូតូតាមប្តីទេមិនដាក់ម៉ូតូដុបទៅតាមមើលប្តីទេថោកស្រីអញ្ចឹងថោកអត់លើកតម្លៃខ្លួនឯងដើម្បីពាក់ប្តីឲ្យនៅផ្ទះធ្វើម៉េចរៀបចំទុកដាក់ឲ្យបាយបាននៅផ្ទះធ្វើមិន